សិកម្មដូចមកថាកសិកម្មតាមដំណរចឹងធ្វើបន្តគ្នាហើយកុំបន្ទោសណាតិចជុំឃើញពេលកសិករធ្វើស្រែច្រើនថាខ្វះទឹកបន្ទោសកសិករត្រូវគ្រោះអត់តម្លៃបន្ទោសកសិករបន្ទោសអបញ្ញវន្តអរគុណដែលក្រសួងកសិកម្មបង្កើតបណ្ឌិតសភាអានឹងឲ្យជាខួរក្បាលថ្ងៃក្រោយបន្ទោសអាបណ្ឌិតសភាកសិកម្មហ្នឹងអត់ជីក៏បន្ទោសអាពួកហ្នឹងដែរអត់ពូជក៏បន្ទោសអាពួកហ្នឹងជួយឲ្យបង្កើតបណ្ឌិតសភាធ្វើអីគេយកមកសើជ្រាវហើយឧទាហរណ៍ចេញភ្លាមវិស័យកសិកម្មធ្វើប្រមាណ100ហិកតាត្រូវការប្រមាណតោនហើយបើអានឹងកសិករក៏អត់មានទេពួកកសិករជាឧបករណ៍បង្កើតផលិតយីទៅបន្ទោកសិករមិនបានអត់បានទេបើគាត់ចេះដែរគាត់មកធ្វើបណ្ឌិតដែរគាត់ត្រូវធ្វើបណ្ឌិតដែរអញ្ចឹងយើងប្រាប់ថាអ្នកឯងផលិតឆ្នាំនេះត្រូវការស្រូវ1000តោនហើយបណ្ឌិតនឹងត្រូវគួយគិតតើ1000តោនធ្វើអីទីផ្សារត្រូវប្រមាណក្នុងស្រុកប្រមាណចុះបើសិនជាវាអតិផរណាយើងត្រូវធ្វើម៉េចបិទស្រាយកបាយស្រាទៅឲ្យជ្រូកយកសាច់ជ្រូកយកទៅលក់យកអាចជ្រូកទៅធ្វើជីយកដុតទៅភ្លើងអានឹងត្រូវគិតបញ្ញវន្តត្រូវគិតកុំបន្ទោកសិករហេតុអីថាក់ស៊ីនបោះឆ្នោតចេះតែជាប់មកពីគេគិតអញ្ចឹងកសិករផលិតលក់ហើយគេបញ្ជូនវឹងវៀតណាមដូចគ្នាយើងកុំខឹងគេទៅរៀនពីគេនៅអ្វីដែលគេធ្វើកើតតែយើងត្រូវតែវាយខ្លួនឯងនៅពេលដែលខ្លួនឯងជាប្រទេសកសិកម្មនាំកសិកម្មចូលខ្ញុំប្រាប់វៀតណាមហូបបន្លែខ្មែរទល់អ្នកមានឯស្រុកខ្មែរហូបបន្លែវៀតណាមពួកអ្នកក្រពួកចង់បានថោកឲ្យច្រើនខ្ញុំដើរព្រំដែនណាសួរលោកពៅឯងសួរលោកគីសរីវត្តគ្រាន់តែឃើញផ្លែស្នោតខ្មែរទៅផ្លែម្រះទៅគ្រាន់មិនទាន់ដល់ព្រំដែនអស់លីងបាត់ហើយអស់បាត់ហើយអញ្ចឹងកន្លែងហ្នឹងដែលយើងត្រូវគិតមើលថាហេតុអីយើងត្រូវគិតផែនការគេមិនទាន់ដាំកស៊ូដូចគាត់និយាយមិញពេលគេមិនទាន់ដាំកស៊ូបានគេឲ្យស្វាយចន្ទទី1តោន400ដល់ពេលគេដាំកស៊ូហើយទម្លាក់ស្វាយចន្ទទីដួលប្រងអត់សំខាន់ទេសបកស្វាយចន្ទធ្វើទីអីផ្លែស្វាយចន្ទទីអីគ្រាប់ស្វាយចន្ទទីធ្វើអីអានឹងអ្នកណាគិតបណ្ឌិតថ្ងៃអ្នកគិតធ្វើបន្ទោអាបណ្ឌិតដូចខ្ញុំប៉ុន្តែខ្ញុំមិនមែនបណ្ឌិតកសិកម្មណាបណ្ឌិតនយោបាយតែបន្ទោបាន